បាទសូមជម្រាបសួរពេលនេះគឺខ្ញុំចង់បង្ហាញអំពីរបៀបប្រើប្រាស់ OWA ជាមួយនឹង Mail System បាទ OWA ពាក្យពេញរបស់វាគឺ Outlook Web App គឺគេប្រើប្រាស់វាសម្រាប់ធ្វើការ send ឬក៏ផ្ញើឬក៏ទទួលឬក៏ receive email ដែលវាមានលក្ខណៈស្តៀងទៅក្នុង Microsoft Outlook អញ្ចឹងប៉ុន្តែយើងប្រើ OWA នេះជាមួយថាលក្ខណៈជា web browser បាទចឹងជាបន្ទាប់នេះខ្ញុំនឹងបង្ហាញអំពីរបៀបចូលទៅក្នុង OWA បាទដើម្បីចូលទៅប្រើប្រាស់ OWA បានគឺយើងអនុវត្តតាម5 step គឺទី1យើងធ្វើការបើកនៅ web browser ឡើង web browser មានច្រើនប្រភេទដូចជា Internet Explorer, Firefox ឬក៏ Chrome បាទអញ្ចឹងត្រង់ចំណុចនេះគឺខ្ញុំលើកយកការប្រើប្រាស់ជាមួយ OWA នៅក្នុង Internet Explorer បាទអញ្ចឹងនៅពេលដែលយើងបើកនៅ web browser បានហើយគឺចំណុចទី2 step បន្ទាប់គឺយើងត្រូវតែបញ្ចូល URL https://email.ncd.go.kh/owa បាទទីហោ https://email.go.ncd.go.kh/owa តមកយើង enter មកដល់ចំណុចនេះដែរគឺយើងធ្វើការជ្រើសរើសយកចំណុចមួយគឺចំណុចទី2 continue to this website បាទយើង click ទៅក្នុងមកដល់ចំណុច interface នេះមួយដែរគឺយើងស្ថិតនៅ step ទី3ហើយគឺតាក់ទងជាមួយនឹងការបញ្ចូល username និង password បាទអញ្ចឹងការបញ្ចូល username password នេះគឺខ្ញុំឧទាហរណ៍មួយគឺថាយើងបញ្ចូល ncdd//sinit បន្ទាប់មកយើងបញ្ចូល password បាទអញ្ចឹងវាមាន2 column ដែលយើងអាចបញ្ចូលគឺទី1 username គឺយើងចាប់ផ្ដើមដោយ domain name បន្តមកទៀត user របស់យើងនេះខ្ញុំបង្កើត user មួយ example គឺ Marit បន្តមកយើងបញ្ចូល password បន្តមកគឺយើង click sign in បាទអញ្ចឹងនៅពេលដែលយើង click sign in នេះមកដល់ចំណុចផ្ទាំងមួយនេះគឺនៅពេលជាលើកដំបូងដែលយើង log ចូល OWA នេះគឺវាទាមទារយើងធ្វើការជ្រើសរើសនៅភាសាហើយនឹង time zone បាទអញ្ចឹងសម្រាប់ default របស់វាគឺ English United States ហើយនឹងវាចាប់យក automatically គឺ Bangkok Hanoi Jakarta តោះនេះយើងអាចជ្រើសរើសបានឧទាហរណ៍យើងនៅศูនย์ប្រទេសណាមួយយើងអាចជ្រើសរើសបានប៉ុន្តែសម្រាប់ខ្មែរយើងគឺយើងប្រើ UTC Bangkok Hanoi Jakarta តោះមកយើង click save យើងរងចាំបន្តិចវានឹងធ្វើការ authentication ដើម្បីឲ្យយើងមានសិទ្ធិចូលទៅក្នុង OWA បានបាទចឹងថតនេះយើងចប់ចំណុចទី4តបមកខ្ញុំនឹងបង្ហាញអំពីវិធីមួយចំនួនដើម្បីយើងធ្វើការបង្កើត email ឬក៏យើងអាចផ្ញើ email បាទចំពោះនៅក្នុងចំណុចនេះគឺយើងអាចធ្វើការផ្ញើ email ឬក៏ reply email បានដោយវាមានលក្ខណៈស្តៀងទៅនឹង mail system ផ្សេងៗដែលយើងប្រើដូចជា Hotmail Gmail គឺវាមានលក្ខណៈស្តៀងគ្នាអញ្ចឹងបាទអញ្ចឹងដើម្បីបង្កើត email មួយបានគឺយើងចូលទៅក្នុង new email បន្តមកទៀតយើងបញ្ចូលនៅ address ឬក៏ group contact ណាដែលយើងចង់ផ្ញើទៅឧទាហរណ៍ឈ្មោះខ្ញុំចន្ទថនcd go.kh បាទអញ្ចឹងយើងបញ្ចូល subject
email test email បាទនៅពេលដែលយើងបំពេញនៅព័ត៌មានលើលក្ខខណ្ឌខាងលើចប់អស់ហើយយើងអាចធ្វើការ send ឬក៏យើងអាចធ្វើការ insert នៅ attachment ឬក៏ picture ផ្សេងៗបានបាទត្រង់នេះគឺយើង click send បាទនៅត្រង់ចំណុចនេះគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងតាក់ទងនឹងការប្រើប្រាស់ OWA ចំពោះលក្ខណៈវាគឺមានលក្ខណៈសម្លេងទៅក្នុង Microsoft Outlook អញ្ចឹងប្រតិបត្តិការរបស់វាគឺមានលក្ខណៈសម្លេងបែបហ្នឹងបាទអញ្ចឹងខ្ញុំសូមអរគុណខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងបាទ